រឿងពឹសស្នេហ៍ដើមឡើយផានិតនិងកេសរគឺជាគូស្នេហ៍មួយគូដែលបានស្រឡាញ់គ្នាអស់ពេលជាច្រើនឆ្នាំប៉ុន្តែដោយសារតែកេសរត្រឹមជាកូនរបស់សន្តិសុខម្នាក់ធ្វើឲ្យមីងចន្ទថាមិនពេញចិត្តគេតោះទៅញ៉ាំបាយដល់ម៉ោងបាយហើយណាគេចង់ញ៉ាំអីស្រេចទៅផាច់ចុះគេញ៉ាំអីក៏បានបើអញ្ចឹងគេញ៉ាំបងជំនួសបាយទៅផាឈួតទេមែនទេសម្ដីព្រះនារីច្រឡំណាស់មិនខ្លាចគេស្ដាប់ឮគេខ្លាញ់ណាស់ឮគេទៅញ៉ាំបាយអស់ហើយនៅតែបងនឹងគេតែ2នាក់ប៉ុណ្ណោះឬគេអៀននឹងបងគួរឲ្យស្អប់ណាស់ផាឈប់និយាយបានហើយតោះឆាប់ទៅញ៉ាំបាយបានបងឈុំនិយាយក៏បានតោះពួកយើងទៅញ៉ាំបាយមិនដឹងជាអៀនអីទេខ្លួនអូនត្រង់ណាដែលបងមិនធ្លាប់ឃើញនោះបងមិនទៅទេមែនទេនៅរអ៊ូននឹងហើយបានមីរ៉ាគឺជាកូនស្រីអ្នកមានអំណាចមានមុខមាត់ក្នុងសង្គមម្នាក់តែដោយការភ្លើតភ្លើននាងដើរលេងផឹកស៊ីក្នុងក្លឹបរាល់យប់ហើយយប់មួយនាងបានត្រូវថ្នាំរបស់មិត្តភ័ក្តិតែវីរៈបានជួយសង្គ្រោះនាងទាន់ដោយអំណាចនៃថ្នាំមីរ៉ាបានចាប់បង្ខំវីរៈក៏មិនបានប្រកែកព្រោះខ្លួនបានលួចស្រឡាញ់ចៅហ្វាយស្រីយូរមកហើយអ្នកនាងយ៉ាងម៉េចនឹងមិនបានជាអ្នកនាងក្អួតខ្លាំងម្លេះអ្នកនាងមិនស្រួលខ្លួនមែនទេអើយអាល្ងងអាកញ្ចាស់គេកុំយកដៃកក្រិចស្មុកគ្រោករបស់ឯងមកប៉ះខ្លួនយើងថយចេញយើងខ្ពើមណាស់តែអ្នកនាងមិនស្រួលខ្លួនបែបនេះឲ្យខ្ញុំទៅចោលអ្នកនាងយ៉ាងម៉េចបានអាចឈួតកុំរវល់នឹងយើងឆាប់ថយចេញយើងខ្ពើមឯងណាក្អួតបែបនេះឬមួយអ្នកនាងកំពុងមានកូនយើងមានកូនជាមួយគ្នាហើយមែនទេបើឯងនៅមិនចេញទៀតឯងមុខជាបែកក្បាលនឹងធប់ផ្កានេះមិនខានយើងប្រាប់ឯងចុះយើងគឺមិនអាចមានកូនជាមួយឯងជាដាច់ខាតបើយើងមានកូនមែនកូននោះក៏ជាកូនរបស់បងផាតដែរចាំទុកក្នុងបំបែងក្បាលឯងផងទៅឯងគ្រាន់តែជាខ្ញុំបម្រើយើងប៉ុណ្ណោះយើងខ្ពើមឯងណាស់តែអ្នកបម្រើម្នាក់នេះក៏ជាប្តីរបស់អ្នកនាងពេលដែលអ្នកនាងត្រូវការខ្ញុំអ្នកនាងក៏មិនបាននិយាយបែបនេះទេឬមួយតណ្ហាអ្នកនាងខ្លាំងពេកដល់ថ្នាក់ភ្លេចថាខ្ញុំជាអ្នកបម្រើមែនទេអើយអាចឈួតឆាប់ចេញពីមុខយ៉ាងភ្លាមយើងស្អប់ឯងណាយើងខ្ពើមឯងណាខ្ញុំចេញក៏បានតែអ្នកនាងចាំទុកណាថាខ្ញុំមិនព្រមឲ្យកូនខ្ញុំហើយអ្នកណាថាជាប៉ាទេឬមួយខ្ញុំមានកូនដូចដែលវានិយាយពិតមែនអើយធ្វើយ៉ាងម៉េចទៅខ្ញុំធ្វើយ៉ាងម៉េចមិនបានចដាច់ខាតប៉ារបស់កូនខ្ញុំមានតែបងផាម្នាក់គត់មីងចន្ទថាដែលជាម្ដាយរបស់ផានិតបានមកស្ដីបន្ទោសកេសរហើយឲ្យកេសរឈប់តាក់ទងនឹងផានិតជាដាច់ខាតនាងគឺកេសរមែនទេត្រូវហើយម៉ាក់គឺជានាងនឹងហើយមុខមាត់ស្អាតបាតប៉ុណ្ណឹងដែរហេតុអីបានជាមកតាក់ទងនឹងបងផានោះនេះនាងមិនដឹងមែនទេថាបងផាមានកូនតដឹងរួចហើយរងចាំតែថ្ងៃរៀបការប៉ុណ្ណោះអ្នកទៅពេលជាអ្នកណាខ្ញុំមិនដែលស្គាល់អ្នកទៅពេលចង់និយាយពីអីនេះផាមានកូនតដឹងហើយមែនទេហេតុអីផាមិនដែលប្រាប់ខ្ញុំនាងល្ងងនេះមកពីគាត់មិនបានស្មោះនឹងនាងនឹងហើយគាត់គ្រាន់តែចង់លេងសើចជាមួយនាងប៉ុណ្ណោះលេងនាងឆ្អែតហើយគឺគាត់រុញក្បាលនាងឯងចោលហើយបើដឹងច្បាស់ហើយដកខ្លួនទៅក៏មិនទាន់ហួសពេលដែរទាន់ខ្ញុំនៅមានចិត្តល្អនេះប្រាក់មួយចំនួនល្មមអាចឲ្យនាងរស់ស្រួលពេញមួយជីវិតហើយអត់ទេមិនអាចទេផានឹងខ្ញុំស្រឡាញ់គ្នាណាស់គាត់មិនអាចកុហកខ្ញុំអ្នកទាំងពីរយកប្រាក់នេះទៅវិញចុះពួកខ្ញុំក៏មិនអាចបែកគ្នាជាដាច់ខាតបែកមិនមែននាងមានសិទ្ធិសម្រេចប្រាប់នាងទៅចុះខ្ញុំមិនអាចឲ្យមានដុំថ្មមកជំពប់ជើងកូនខ្ញុំជាដាច់ខាតខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីកូនខ្ញុំឡើងបានខ្ពស់យកល្អនាងយកប្រាក់នេះដើរចេញពីជីវិតកូនខ្ញុំដោយស្ងៀមស្ងាត់ទៅចុះនឹងបានសុខទាំងអស់គ្នារួមទាំងឪពុកនាងផងដែរអ្នកទាំងពីរចង់ធ្វើអីលើពុកខ្ញុំកុំឲ្យសោះ
ខ្ញុំក៏មិនបានដឹងរឿងអីទេគ្រប់យ៉ាងស្ថិតនៅលើនាងហើយ មីងចន្ទថាបានបោះលុយមួយបាច់ធំឲ្យកេសរហើយក៏ដើរចេញទៅ ផាហេតុអីបានជាបងជាមនុស្សបែបនេះហេតុអីបានជាបងបោកប្រាស់ខ្ញុំមនុស្សអាក្រក់មនុស្សថោកទាបខ្ញុំស្អប់បងខ្លាំងណាស់ កូនស្រីមានរឿងអីនឹងហ៎ហើយមនុស្សស្រីទាំងពីរនាក់នោះគេជានរណាបានជាមករកកូនទាំងព្រឹកដូចនេះកូនទៅមានរឿងអីជាមួយពួកគេមែនទេ ពុកពួកយើងទៅរស់នៅកន្លែងផ្សេងបានទេពុកក៏មិនចង់រស់នៅទីនេះបន្តទៀតទេមនុស្សនៅទីនេះសុទ្ធតែជាមនុស្សអាក្រក់បោកប្រាស់ មានរឿងអីហើយពួកគេជានរណាគេធ្វើបាបកូនមែនទេ ជាម្ដាយនិងប្អូនរបស់ផាពួកគេជាមនុស្សអាក្រក់ចិត្តសាហាវណាស់ពួកគេបានគំរាមកូនឲ្យឈប់តាក់ទងជាមួយនឹងផាហើយនេះជាប្រាក់មួយចំនួនដែលគេប្រគល់ឲ្យកូនបើកូននៅតែបន្តមិនព្រមឈប់ពួកគេនឹងធ្វើបាបពុកកូនខ្លាចណាស់កូនខ្លាចពុកមានគ្រោះថ្នាក់យើងចេញពីទីនេះទៅណាពុកណា កូនស្រីពុកទីនេះជាផ្ទះយើងបើចេញពីទីនេះតើពួកយើងទៅនៅឯណាវិញ ពុកកូនជាអ្នកធ្វើបាបពុកកូនធ្វើឲ្យពុកពិបាកដោយសារកូន ពួកគេជាមនុស្សមានលុយមានអំណាចអ្នកក្រដូចជាយើងមិនអាចប្រឆាំងនឹងគេបានទេកូនយើងនឹងចេញពីទីនេះឲ្យបានឆាប់ ពុកកូនសុំទោសកូនសុំទោសណាពុក ម៉ាក់គិតទៅយើងដូចជាចិត្តអាក្រក់ដាក់នាងពេកហើយនាងក៏គួរអាណិតដែរហើយបងផាក៏ស្រឡាញ់នាងខ្លាំងម៉ាក់ក៏គិតអញ្ចឹងដែរនាងគួរអាណិតទឹកមុខស្រូតបូតតែទោះតែម្យ៉ាងនាងកើតចេញពីគ្រួសារក្រីក្រគ្មានប្រាក់គ្មានអំណាចគ្មានបុណ្យស័ក្តិអ្វីទាំងអស់បែបនេះមិនអាចជួយដល់បងប្រុសរបស់ឯងបាននោះទេបែបនេះគួរឲ្យខ្លាចពេកហើយចុះបើសិនជាកូនជួបប្រទះរឿងនេះវិញតើកូនគិតធ្វើយ៉ាងម៉េច មិនអាចទេកូនកូនស្រីម៉ាក់ជាមនុស្សដែលមានវាសនាល្អមុខជាជួបមនុស្សល្អជាមិនខានកូនកុំយកខ្លួនឯងទៅប្រៀបធៀបនឹងមនុស្សវណ្ណៈទាបដូចជានាងកេសរឲ្យសោះ កំពុងតែនិយាយគ្នាស្រាប់តែនាងមីរ៉ាដើរចូលមក ជំរាបសួរអ្នកម៉ាក់នេះតើអ្នកម៉ាក់សុខសប្បាយដែរទេកូនណានឹកអ្នកម៉ាក់ខ្លាំងណាស់អូកូនមីរ៉ានឹកឃើញយ៉ាងម៉េចបានជាម្លេងម៉ាក់ហើយនេះស្អីនឹងបានជារបស់សំពីងសំពងច្រើនម្លេះកូនចាអ្នកម៉ាក់មានសិតតែរបស់ដែលខ្មែរយើងផលិតលើថាអ្នកម៉ាក់ឧស្សាហ៍ចុកដៃចុកជើងកូនទិញមកផ្ញើអ្នកម៉ាក់ល្អប្រើខ្លាំងណាស់អូយអរគុណច្រើនហើយកូនមកម្ដងណាក៏មិនដែលដាច់ទៅទេទិញផ្ញើម៉ាក់មិនដែលដាច់ចុះនេះបងផាតាណាឲ្យម៉ាក់ហេតុអីមិនឃើញគាត់ម៉ាក់ក៏មិនដឹងដែរព្រោះម៉ាក់ទើបតែមកពីខាងក្រៅជាមួយកូនសារ៉ាឬមួយបងផាទៅជួបនឹងនាងទៀតឲ្យទៅដឹងម៉ាក់នេះឯងនិយាយថាម៉េចបងផាតាក់តងមីសេខាងក្រៅទៀតឲ្យមែនទេអ្នកម៉ាក់កូនមិនព្រមទេអ្នកម៉ាក់ត្រូវតែចាត់ការឲ្យកូនស្រឡាញ់បងផាណាកូនមិនព្រមឲ្យបងផាទៅមានអ្នកណាទាំងអស់មិនអីទេកូនម៉ាក់បានចាត់ការរួចហើយគ្មានអ្នកណាមកដណ្ដើមផាចេញពីកូនទាំងអស់កូនប្រសាម៉ាក់មានតែមីរ៉ាម្នាក់គត់អ្នកម៉ាក់កូនចង់ឃើញស្រីមុខក្រាស់ដែលដណ្ដើមប្តីកូនខ្លាំងណាស់តើមុខមាត់វាយ៉ាងម៉េចបានជាថ្លើមធំមកដណ្ដើមបងផាពីកូនបែបនេះកូននឹងចាត់ការវាម៉ាក់បានចាត់ការរួចហើយកូនកុំទៅរវល់នឹងនាងអីកូនត្រៀមខ្លួនធ្វើជាប្រពន្ធរបស់ផាមិនប្រហែលថ្ងៃខាងមុខនេះទៀតទៅចុះណាម៉ាក់ពិតមែនអីកូនពិតជាបានរៀបការជាមួយបងផាឆាប់មែនទេឯងត្រូវត្រៀមខ្លួនទៅសម្លាញ់អ្នកម៉ាំងបានរកពលារៀបការនៅចុងខែក្រោយនេះហើយឯងសប្បាយចិត្តដែរទេដែលបានបេះដូងបងផាយកមកគ្រប់គ្រងបែបនេះ
ប្រកាសជាសប្បាយចិត្តហើយព្រោះខ្ញុំស្រឡាញ់បងផាយូរហើយខ្ញុំនឹងធ្វើជាប្រពន្ធល្អរបស់បងផាតែម្នាក់គត់ គេច្រើនថ្ងៃហើយអូនមិនទៅធ្វើការអូនមិនស្រួលខ្លួនមែនទេអូនកាត់អីឲ្យបងមើលបន្តិចមើលអូនមានក្តៅខ្លួនទេ ថយចេញកុំមកប៉ះខ្ញុំកុំរវល់នឹងខ្ញុំឈប់ពាក់ព័ន្ធនឹងជីវិតខ្ញុំទៀតទៅ អូនកាត់អីហេតុអីក៏និយាយបែបនេះអូនឈឺត្រង់ណាអូនប្រាប់បងមកបងយកទៅពេទ្យ ខ្ញុំវាល្ងងដែលឲ្យបងបោកប្រាស់សប្បាយណាស់មែនទេដែលឃើញខ្ញុំល្ងងបែបនេះចេញពីផ្ទះខ្ញុំចេញពីជីវិតខ្ញុំទៅកុំឲ្យខ្ញុំស្អប់បងជាងនេះ បងមិនយល់បងទៅបោកប្រាស់អូនរឿងអីទៅបងមិនដឹងទេ បងមានគូទៅដឹងចិត្តរៀបការនៅមុនប្រហែលថ្ងៃទៀតទេនឹងរៀបការហើយហេតុអីមិនប្រាប់ខ្ញុំហេតុអីធ្វើឲ្យខ្ញុំខ្លាចជាមនុស្សស្រីមុខក្រាស់ដែលដណ្ដើមប្តីអ្នកដទៃហេតុអីបោកប្រាស់ស្នេហារបស់ខ្ញុំ បងស្រឡាញ់អូនវាជារឿងពិតបងពិតជាស្មោះត្រង់នឹងអូនបងមានគូដណ្ដឹងពិតមែនតែបងមិនដែលស្រឡាញ់នាងទេអ្នកដែលបងស្រឡាញ់គឺពិតជាអូនបងសុំទោសដែលបងមិនប្រាប់ការពិតដល់អូន ស្រឡាញ់គ្នាច្រើនឆ្នាំតាក់ទងគ្នាច្រើនឆ្នាំតែអ្វីដែលខ្ញុំទទួលបានគឺការបោកប្រាស់និងភាពអាម៉ាស់ខ្ញុំពិតជាល្ងងខ្លាំងណាស់ចាប់ពីថ្ងៃនេះតទៅសូមឈប់រកខ្ញុំសូមកុំពាក់ព័ន្ធនឹងខ្ញុំទៀតចេញពីផ្ទះខ្ញុំទៅចេញទៅ អត់ទេអូនកុំធ្វើដាក់បងបែបនេះបងស្រឡាញ់អូនណាស់បងសុំទោសបងខុសដែលមិនបានប្រាប់ការពិតដល់អូនឲ្យបានឆាប់ជាងនេះយើងកុំប្រកែកគ្នាដោយសារតែរឿងនេះអីបងស្រឡាញ់អូនអូនក៏ស្រឡាញ់បងហេតុអីយើងមកប្រកែកគ្នាដោយសារតែរឿងអ្នកដទៃ មនុស្សអាក្រក់មនុស្សបោកប្រាស់មនុស្សអធិនិយមលោកចង់ឲ្យខ្ញុំជាប់ឈ្មោះជាស្រីដែលដណ្ដើមប្តីគេពេញមួយជីវិតមែនទេឬចង់ឲ្យគ្រួសារលោកទាំងអស់នោះស្លាប់សិនទើបអស់ចិត្តចាញ់ទៅស្លាប់ឲ្យផុតពីមុខខ្ញុំទៅខ្ញុំស្អប់លោកឯងណា គេនេះអូនមិនព្រមស្ដាប់ហេតុផលពីបងខ្លះមែនទេអូនត្រូវតែបែកពីបងឲ្យបានមែនទេការស្រឡាញ់ដែលបងមានចំពោះអូនមិនស្មើនឹងសម្ដីប៉ុន្មានម៉ាត់របស់អ្នកដទៃអូនមើងងាយស្នេហាបងខ្លាំងពេកហើយសូមទោសក៏សូមទោសហើយអូនចង់ឲ្យបងធ្វើយ៉ាងម៉េចទៀត ផាមិនបាច់ធ្វើអ្វីទាំងអស់ផាបែកគ្នាជាមួយខ្ញុំហើយផាទៅរៀបការចុះនេះជាអ្វីដែលខ្ញុំចង់សុំពីផាពួកយើងមិនសមគ្នាទេដូច្នេះហើយកុំបង្ខំបន្តទៀតអីនាំឲ្យឈឺចាប់ ទោះជាបងព្យាយាមសុំទោសអូនវល់អូនយ៉ាងណាក៏អូននៅតែចង់បែកគ្នានឹងបងដែរមែនទេអូនមិនអាចអធិស្ឋានឲ្យបងទេ មែនហើយបងឆាប់ត្រឡប់ទៅវិញចុះខ្ញុំមិនទទួលយកស្នេហាដែលផ្ដើមចេញពីការកុហកបោកប្រាស់នេះបានទេបងឆាប់ទៅចុះទៅឲ្យបាត់ពីមុខខ្ញុំហើយកុំព្យាយាមលេចមុខមកឲ្យខ្ញុំឃើញទៀត គ្រាន់តែនាយផានិតចេញទៅបាត់មួយសន្ទុះនាងមីរ៉ានិងកូនចៅបានមកវាយធ្វើបាបកេសរនិងឪពុកនាងដល់ផ្ទះ ពួកឯងឆាប់ទៅចាប់នាងឲ្យយើង បានអ្នកនាងពួកឯងជាអ្នកណាលេងខ្ញុំមិនអាចស្គាល់ពួកឯងទេហេតុអីពួកនាងមកធ្វើដាក់ខ្ញុំបែបនេះនេះណែមីស្រីមុខក្រាស់ហ៊ានណាស់មែនទេហ៊ានទៅដើមគូទៅដឹងរបស់យើងដរាបណាឯងមិនព្រមឈប់ពាក់ព័ន្ធជាមួយមនុស្សប្រុសរបស់យើងនឹងធ្វើបាបនាងឯងយើងនឹងធ្វើទរណកម្មនាងឯងដល់មនុស្សជុំវិញនាងឯងឲ្យរស់វេទនាជាងស្លាប់នាងធ្វើបែបនេះបានប្រយោជន៍អីយ៉ាងណាមនុស្សដែលផាស្រឡាញ់គឺមានតែយើងម្នាក់គត់សម្ដីគ្រាន់បើណាស់ចាំមើលនាងឯងនៅគ្រាន់បើទៀតទេហ៎ពួកឯងឆាប់ទៅអស់ក្បាលឲ្យវាមកកុំធ្វើបាបពួកខ្ញុំអីពួកខ្ញុំគាត់មិនបានពាក់ព័ន្ធនឹងរឿងនេះទេខ្ញុំជាអ្នកខុសបើចង់ធ្វើអីនាងធ្វើដាក់ខ្ញុំម្នាក់ឯងបានហើយពុកនាង
នាងមិនបានធ្វើអីខុសទេតែគេជាឪពុករបស់នាងជាឪពុកដែលមិនចេះបដៅកូនបណ្ដាឲ្យកូនដណ្ដើមប្តីរបស់អ្នកដទៃ ពួកឯងជាណានាលែងកូនស្រីយើងឯងដឹងទីថានេះជាទង្វើខុសច្បាប់អាកញ្ចាដឹងទេថានាងយើងជាណានាត្រឹមជីវិតថោកទាបដូចជាពួកឯងនេះនាងយើងមិនបាច់ចំណាយកម្លាំងច្រើននោះទេអូយពួកអមនុស្សថោកទាបមិនខ្លាចច្បាប់កម្មពៀនឹងតាមផ្ដន់ទាពួកឯងជាមិនខានទេបានហើយខ្ញុំខ្លាចហើយខ្ញុំព្រមហើយសំវរពួកនាងដោះលែងពុកខ្ញុំទៅពុកអើយពុកយ៉ាងម៉េចហើយពុកកូនសំទោកូនជាអ្នកធ្វើបាបពុកមិនស្អីថោកទាបម្ដងនេះយើងគ្រាន់តែបដៅពួកឯងបន្តិចបន្តួចប៉ុណ្ណោះបើហងឯងនៅតែបន្តតាក់ទងមនុស្សរបស់យើងនឹងសម្លាប់ជីវិតថោកទាបនេះចោលភ្លាមនាងនឹងទទួលបាបកម្មខ្ញុំសូមឲ្យនាងក្នុងមួយជាតិនេះមិនបានទទួលក្តីស្រឡាញ់ពីផាសូម្បីតែបន្តិចសូមឲ្យនាងរស់នៅវេទនាជាងស្លាប់រស់នៅដូចស្លាប់ទាំងរស់ខ្ញុំមិនចង់បានក្តីស្រឡាញ់ពីគេខ្ញុំគ្រាន់តែចង់បានគេមកគ្រប់គ្រងតែប៉ុណ្ណោះព្រោះអ្វីដែលជារបស់ខ្ញុំមិនអាចឲ្យមនុស្សធន់ទាបដូចជានាងយកទៅចដាច់ខាតតោះពួកឯងត្រឡប់ទៅវិញពុកក្រោកឡើងពុកកូនសំទោណាពុកណាកូនសំទោកូនស្រីកូនយ៉ាងម៉េចទៅហើយពុកការពារកូនមិនបានល្អបណ្ដោយឲ្យពួកវាធ្វើបាបកូននៅនឹងមុខពួកអមនុស្សអាក្រក់ទាំងអស់នេះវាសំអាងអំណាចធ្វើបាបជិះជាន់មនុស្សស្លូតត្រង់ដែលគ្មានលទ្ធភាពតតាំងនឹងវាពុកថ្ងៃណាមួយក៏នឹងឲ្យពួកវាសងកម្មទាំងអស់នេះពុកចាំមើលចុះកូនម៉ាក់ទ្រាំបន្តិចទៀតទៅណាបន្តិចទៀតម៉ាក់នឹងរៀបការជាមួយប៉ាពួកយើងនឹងបានរស់នៅជុំគ្នាម៉ាក់រើសយកប៉ាដែលល្អបំផុតសម្រាប់កូនដឹងហើយនៅកូនហានាងពិតជាមានកូនពិតមែនកូនប៉ាប៉ាត្រេកអរខ្លាំងណាស់អ្នកណាប្រាប់ឯងថានេះជាកូនឯងកូនដែលនៅក្នុងពោះយើងគឺជាកូនយើងនឹងបងផាមនុស្សថោកទាបដូចជាឯងតែចិញ្ចឹមអ្នកណារស់ត្រឹមរស់នៅក្នុងផ្ទះយើងជាក្តីករណារបស់យើងពេកហើយកុំសវ៉ាតោងខ្ពស់ចាំទុកឯងត្រឹមជាអ្នកបម្រើម្នាក់ប៉ុណ្ណោះអ្នកនាងមិនដែលមានអីជាមួយលោកផាពីព្រោះលោកផាមិនបានចាប់អារម្មណ៍លើអ្នកនាងធ្វើបែបនេះនាំទៅបង្កការឈឺចាប់ដល់ខ្លួនឯងប៉ុណ្ណោះខ្ញុំដឹងខ្លួនច្បាស់ថាខ្ញុំមិនសមនឹងអ្នកនាងប៉ុន្តែខ្ញុំពិតជាស្រឡាញ់អ្នកនាងស្មោះពិតមែនសូមឲ្យតែអ្នកនាងផ្ដល់ឱកាសឲ្យខ្ញុំនឹងមើលថែអ្នកនាងនិងកូនឲ្យបានល្អឯងជាមនុស្សល្អឯងមើលថែទាំខ្ញុំបានល្អខ្ញុំជឿតែអ្វីដែលឯងមិនអាចផ្ដល់ឲ្យខ្ញុំបានគឺភាពមានបានមុខមាត់នៅក្នុងសង្គមជាពិសេសក្តីសុខព្រោះមនុស្សដែលយើងពេញចិត្តរៀបការជាមួយមានតែបងផាម្នាក់គត់បានអ្នកនាងនិយាយបែបនេះទៅហើយខ្ញុំមិនក្រែងចិត្តទេខ្ញុំនឹងនិយាយប្រាប់លោកផាគ្រប់យ៉ាងប្រាប់ថាកូននេះជាកូនរបស់ខ្ញុំចាំមើលគាត់នៅរៀបការជាមួយអ្នកនាងទៀតទេបានឯងឆាប់ទៅប្រាប់គេចុះតែយើងប្រាប់ឯងយើងសាហាវជាងឯងគិតឆ្ងាយណាស់បើសិនជាឯងហ៊ានហាប់មាត់ដល់ពេលណាយើងនឹងកម្ចាត់កូននេះចោលភ្លាមឯងចង់សាកដែរទេហាកុំអីកុំធ្វើដាក់កូនពួកយើងបែបនេះអីខ្ញុំសូមវល់អ្នកនាងខ្ញុំពិតជាត្រូវការកូននេះណាខ្ញុំស្រឡាញ់កូននេះអ្នកនាងកុំដាច់ធម៌មេត្តាពេកបានទេឲ្យតែឯងបិទមាត់យើងសន្យាថានឹងចិញ្ចឹមកូននេះឲ្យបានល្អបំផុតកូនប៉ាអ្វីដែលប៉ាអាចធ្វើឲ្យកូនបានមានតែប៉ុណ្្នឹងទេប៉ានឹងឈរមើលការលូតលាស់របស់កូនពីចម្ងាយប៉ាម្នាក់នេះស្រឡាញ់កូនខ្លាំងណាស់អាល្ងងអើយឯងស្មានថាយើងព្រមតាមឯងហីយើងមិនចង់ឲ្យឯងនៅទៅផ្លូវទេយើងនឹងរកវិធីកម្ចាត់ឯងក្នុងពេលឆាប់នេះក្រោយពេលផានិតនិងកេសរបានបញ្ចប់ទំនាក់ទំនងគ្នាផានិតក៏សម្រេចចិត្តរៀបការជាមួយនឹងមីរ៉ា
បានបង្កើតកូនស្រីម្នាក់មានមុខមាត់គួរឲ្យស្រឡាញ់គ្មាននរណាម្នាក់ចាប់អារម្មណ៍ថាកូនម្នាក់នេះមិនមែនជាកូនរបស់ផានិតនោះទេពួកគេដឹងត្រឹមតែថាមេតាគឺជាក្មេងស្រីដែលកើតមកមិនគ្រប់ខែបងភ្ញាក់ហើយមែនទេមកឆាប់ញ៉ាំអាហារពេលព្រឹកអូនណារៀបចំរួចហើយអូនដឹងថាបងថ្ងៃនេះមានប្រជុំសំខាន់បងសុំទឹកកាហ្វេមួយបានហើយចុះកូនមេតាមិនទាន់ភ្ញាក់ទេអូនចាបងនៅក្នុងបន្ទប់អ្នកម៉ាក់មក3ចៅតាំងពីមិនទាន់ភ្ញាក់ម្លេះអូនក៏បណ្ដោយឲ្យអ្នកម៉ាក់មើលកូនមេតាទៅគាត់ទើបតែមានចៅស្រីម្នាក់គាត់ប្រកាសជាស្រឡាញ់ចៅខ្លាំងណាស់ហើយចាបងអូនដឹងហើយបងទៅធ្វើការហើយណាឯណាបាយព្រឹកបងអូនរៀបចំហើយនៅចាបងអូនរៀបចំដាក់ក្នុងប្រអប់នេះបងឃ្លានពេលណាបងអាចញ៉ាំពេលនឹងបានប្រអប់នេះរក្សាកម្ដៅបានល្អណាស់ឯងមកផ្ទះយើងមានការអីឯងត្រឡប់ទៅវិញភ្លាមខ្ញុំគ្រាន់តែនឹកឃើញដល់អ្នកនាងតូចទើបទិញរបស់លេងយកមកឲ្យអ្នកនាងតូចប៉ុណ្ណោះឯងគិតថាឯងជាស្អីឆាប់ចេញពីផ្ទះយើងហើយយករបស់ឯងទៅវិញផងកុំប្រហិនអាចក្បាលមកផ្ទះយើងទៀតក្នុងចិត្តអ្នកនាងដឹងច្បាស់ថាខ្ញុំមកទីនេះដើម្បីអ្វីខ្ញុំគ្រាន់តែចង់ឃើញមុខអ្នកនាងតូចចង់បីអ្នកនាងតូចដូចជាឪពុកគ្រប់គ្នាគេធ្វើប៉ុណ្ណោះមនុស្សលំដាប់ដូចឯងតើបានផ្ដល់អ្វីឲ្យកូនយើងបានខ្លះឯងមើលខ្លួនឯងទៅមើលតន់ម្ដាយក្មេកខ្ញុំមិនតន់មកឯងឆាប់ត្រឡប់ទៅវិញចុះហើយឈប់មកបង្ករឿងនៅទីនេះខ្ញុំដឹងខ្លួនច្បាស់ថាខ្ញុំគ្មានលទ្ធភាពផ្ដល់អ្វីឲ្យកូនតែខ្ញុំជាឪពុកជាអ្នកផ្ដល់កំណើតឲ្យគេខ្ញុំគ្រាន់តែចង់ជួបគេម្ដងម្កាលប៉ុណ្ណោះក្នុងនាមជាអ្នកបម្រើក៏បានឯងឆាប់បែកក្បាលចេញពីផ្ទះយើងឆាប់ចេញពីផ្ទះយើងឥឡូវនេះកុំត្រឡប់មកម្ដងទៀតឲ្យសោះទោះក្នុងឋានៈជាអ្វីក៏ខ្ញុំមិនអនុញ្ញាតហើយចាំទុកបើឯងនៅតែមិនព្រមឈប់ពាក់ព័ន្ធនឹងជីវិតខ្ញុំអ្នកដែលពិបាកបំផុតគឺកូនឯងឬក៏ឯងមិនចង់ឲ្យកូនឯងមានក្តីសុខឯងមិនចង់ឲ្យកូនឯងមានប៉ាល្អដូចជាបងផាទេមែនទេទោះខ្ញុំជាមនុស្សគ្មានសមត្ថភាពគ្មានបុណ្យស័ក្តិទ្រព្យធនផ្ដល់ឲ្យកូនតែខ្ញុំក៏មានភាពជាឪពុកគ្រប់គ្រាន់ខ្ញុំពិតជាចង់ឲ្យកូនខ្ញុំមានក្តីសុខមានគ្រួសារមួយដ៏ពេញលេញមើលឃើញហើយថាកូនស្រីឯងលូតលាស់មកបានល្អយ៉ាងម៉េចដូចនេះហើយឯងត្រឡប់ទៅវិញចុះកុំវិលវល់ក្បែរជីវិតខ្ញុំនិងកូនទៀតបើសិនជាឯងចង់ឲ្យពួកយើងមានក្តីសុខពិតមែននោះសូមកុំឲ្យកូនដឹងពីវត្តមានរបស់ឯងកូនស្រីពុកត្រឡប់ទៅវិញហើយសូមឲ្យកូនមានក្តីសុខមានជីវិតដែលរីករាយពុកស្រឡាញ់កូនណាស់ហើយពុកនឹងរងចាំមើលការធំដឹងក្តីរបស់កូនឯងកុំសង្ឃឹមថាឯងនឹងមានជីវិតបាននៅមើលកូនស្រីធំធាត់ឲ្យសោះយើងនឹងកំចាត់បន្លាដូចជាឯងចេញពីផ្លូវរបស់យើងមិនអាចទុកឲ្យឯងរារាំងក្តីសុខរបស់យើងបានជាដាច់ខាតអ្នកនាងតើអ្នកនាងហៅពួកខ្ញុំមកទីនេះមានអ្វីចង់ឲ្យពួកខ្ញុំបម្រើមែនទេឯងទាំងពីរនាក់ជាមនុស្សដែលខ្ញុំទុកចិត្តបំផុតខ្ញុំចង់ឲ្យឯងចាត់ការមនុស្សម្នាក់ឲ្យខ្ញុំឲ្យស្ងាត់បំផុតហាមឲ្យលោកប៉ាខ្ញុំដឹងរឿងនេះជាដាច់ខាតព្រោះវាជាមនុស្សដែលលោកប៉ាយើងពេញចិត្តបានន័យថាអវរៈមែនទេអ្នកនាងមែនហើយធ្វើឲ្យបានស្ងាត់បំផុតមិនបាច់ដល់ស្លាប់ត្រឹមពីការលែងមករំខានយើងទៅបានហើយមិនកើតទេអ្នកនាងបើលោកម្ចាស់ដឹងពួកខ្ញុំពិតជាស្លាប់មិនខានប្រាក់ប៉ុណ្ណេះប្រហែលជាពួកឯងលែងប្រកែកហើយមែនទេហើយរឿងលោកប៉ាទុកឲ្យយើងជាអ្នកដោះស្រាយធ្វើការឲ្យរួចរាល់ឲ្យល្អនិងមានប្រាក់រង្វាន់ថែមទៀតហើយកុំភ្លេចយកវាទៅចោលឲ្យឆ្ងាយកុំឲ្យវាត្រឡប់មកទីនេះបានទៀតជាដាច់ខាតបានអ្នកនាងពួកខ្ញុំនឹងធ្វើឲ្យបានឆាប់អ្នកនាងមិនបាច់បារម្ភនោះទេចាំតែទទួលដំណឹងល្អពីពួកខ្ញុំទៅបានហើយខ្ញុំកំពុងតែស្អប់មុខវាស្រាប់ផងពួកឯងត្រឡប់ទៅវិញចុះបានអ្នកនាងពួកខ្ញុំលាអ្នកនាងត្រឡប់ទៅវិញសិនហើយពួកឯងចង់ធ្វើអីហេតុអីក៏ចាប់យើងមកទីនេះយើងយកឯងមកសម្លេះចោលនឹងហើយតែយើងបានធ្វើអីប៉ះពាល់ដល់ពួកឯងបានជាពួកឯងធ្វើមកលើយើងបែបនេះ
มันបាញ់និយាយច្រើនទេឯងចាំទៅបកស្រាយឲ្យយមរាជស្ដាប់ទៅមកដែនឆាប់មកជួយគ្នាទាន់ផ្លូវស្ងាត់កុំបន្ទោសយើងអីណាវរៈយើងធ្វើតាមបញ្ជាគេប៉ុណ្ណោះចង់បន្ទោសគួរតែបន្ទោសខ្លួនឯងហេតុអីក៏មិនប្រមាណខ្លួនអូយនេះអ្នកនាងមីរ៉ាជាអ្នកបញ្ជាពួកឯងមែនទេមុននឹងស្លាប់យើងប្រាប់ឯងយុទ្ធបន់តិចចុះគឺអ្នកនាងជាអ្នកបញ្ជាឲ្យយើងមកសម្លេះឯងបំបិតមាត់យើងមិនដឹងថាឯងក្តាប់អាចកំបាំងអីអ្នកនាងបាននោះទេតែយើងគិតថាវាមិនមែនជារឿងតូចតាចទេដូច្នេះហើយយកល្អឯងគួរតែប្រាប់យើងមុននឹងឯងស្លាប់មកយើងផ្ដាំទៅប្រាប់អ្នកនាងឯងវិញផងមនុស្សស្រីសាហាវចិត្តអាក្រក់ដូចជាគេនឹងរស់នៅគ្មានក្តីសុខទេបើយើងនៅមានជីវិតយើងនឹងមកទាមទារអ្វីដែលជារបស់យើងទៅវិញនៅថ្ងៃណាមួយយើងនឹងឲ្យនាងសងការឈឺចាប់រាប់រយដងពេលនោះមានមនុស្ស2-3នាក់បានដើរឆ្លងកាត់ទីនោះក៏ស្រែកឡើងពួកឯងចង់ធ្វើអីឈប់ភ្លាមជួយផងបងប្អូនពួកវាចង់សម្លាប់មនុស្សហើយមនុស្សអាក្រក់ពួកឯងសាហាវណាស់យើងនឹងបដូរជាមួយឯងបងប្អូនចាប់វាឲ្យជាប់បញ្ជូនវាទៅឲ្យប៉ូលីសមិនកើតទេឆាប់រត់ទៅដែននៅចាំអីទៀតយករួចខ្លួនសិនទៅចាំនិយាយគ្នាចាប់វាឲ្យជាប់កុំឲ្យវារួចខ្លួនឲ្យសោះមនុស្សអាក្រក់ដូចជាពួកវាមិនសមនឹងរស់នៅលើโลกនេះទៀតទេក្មួយយ៉ាងមិនទៅហើយឆាប់ក្រោកឡើងមកពូនាំឯងទៅពេទ្យណាពុកជួយគេតើគេជាមនុស្សល្អដែរទេបើគេជាមនុស្សមិនល្អវិញតើពួកយើងគិតធ្វើយ៉ាងម៉េចយើងនឹងមានគ្រោះថ្នាក់ដែរទេពុកមិនដឹងថាគេជាមនុស្សយ៉ាងម៉េចទេកូនគ្រាន់តែពេលនោះពុកមានចិត្តអាណិតគេចង់ជួយដល់គេពុកក៏មិនបានគិតដល់រឿងនេះគេសពុកចាំមុខពួកវាច្បាស់ណាស់អ្នកដែលវាយធ្វើបាបក្មួយប្រុសម្នាក់នេះជាកូនចៅរបស់នាងមីរ៉ាគឺពួកអាពីរអ្នកនឹងហើយច្បាស់ទេពុកមកច្រឡំតែដឹងបើជាពួកវាមែនតើពួកវានៅចាំពុកបានដែរទេលោកពូស្គាល់អ្នកនាងមីរ៉ាដែរមែនទេហេតុអីក៏អ្នកទាំងពីរស្គាល់ស្រីអាក្រក់ម្នាក់នឹងដឹងខ្លួនហើយមែនទេក្មួយហើយក្នុងខ្លួនយ៉ាងម៉េចដែរបាទខ្ញុំមិនអីទេពូលោកពូប្រាប់ខ្ញុំមកតើលោកពូទៅស្គាល់អ្នកនាងមីរ៉ាយ៉ាងម៉េចពូស្គាល់នាងច្បាស់ណាស់ព្រោះតែស្រីម្នាក់នឹងហើយបានជាជីវិតពូនិងកូនកេសរត្រូវរសាត់អណ្ដែតមកដល់ទីនេះស្រីអាក្រក់នោះវាបាននាំមនុស្សមកវាយធ្វើបាបគំរាមសម្លាប់ឲ្យកេសរឈប់តាក់ទងនឹងផានិតហើយពួកវាបង្ខំឲ្យពូនិងកូនកេសរចាកចេញពីផ្ទះឲ្យបានឆាប់បំផុតពិតជាអាក្រក់ណាស់ព្រោះតែចង់បានលោកផានិតមកគ្រប់គ្រងនាងហ៊ានធ្វើគ្រប់យ៉ាងពិតជាមិនខ្លាចច្បាប់មិនខ្លាចកម្មពៀពិតមែនហើយចុះក្មួយតែមានរឿងអីជាមួយនឹងគេបានជាត្រូវគេធ្វើបាបស្ទើរអស់ជីវិតបែបនេះបានលោកពូខ្ញុំនិងអ្នកនាងមានទំនាក់ទំនងលើសពីចៅហ្វាយនឹងកូនចៅព្រោះខ្លាចលោកផានិតដឹងថាកូនដែលនៅក្នុងពោះនោះមិនមែនជាកូនរបស់គាត់ទើបអ្នកនាងឲ្យកូនចៅមកសម្រាប់ខ្ញុំបំបិតមាត់ពិតជាអាក្រក់ណាស់ពិតជាសាហាវខ្លាំងណាស់ព្រោះតែចង់បានមនុស្សប្រុសម្នាក់ដែលគេមិនដែលស្រឡាញ់ខ្លួនសោះហ៊ានធ្វើគ្រប់យ៉ាងសំបីតែសម្រាប់មនុស្សខ្ញុំពិតជាល្ងងណាស់កន្លងមកខ្ញុំតែងតែគិតថាមីរ៉ាជាមនុស្សល្អគិតថានាងក៏មានចិត្តឲ្យខ្ញុំទើបនាងព្រមទុកកូនតែនាងបែរជាយកកូនមកគំរាមខ្ញុំបើនាងមិនបានរៀបការជាមួយនឹងលោកផានិតនាងនឹងកំចាត់កូនខ្ញុំចោលនាងរៀបផែនការបានល្អណាស់ហើយចុះនេះក្មួយគិតធ្វើយ៉ាងម៉េចបន្តទៀតយើងជាមនុស្សគ្មានបុណ្យស័ក្តិគ្មានអំណាចយើងមិនអាចតតាំងជាមួយនឹងពួកគេបាននោះទេបានលោកពូខ្ញុំចង់សុំលោកពូស្នាក់នៅទីនេះបានមួយរយៈទម្រាំខ្ញុំបានជាពីរបួសមិនអីទេក្មួយសម្រាប់ឲ្យសប្បាយចិត្តចុះពូមើលទៅក្មួយក៏មិនជាមនុស្សអាក្រក់អីដែរនៅទីនេះជាមួយពូរហូតក៏បានព្រោះពូមានតែគ្នា3នាក់នេះតែប៉ុណ្ណោះដោយក្មួយឃើញស្រាប់ចៅផានុក៏នៅតូចកែសក៏ធ្វើការងារអីមិនកើតបានក្មួយមកនៅជាមួយនឹងពូសប្បាយចិត្តណាស់ពូមានស្រែមានចំការក្មួយមានកម្លាំងយើងមកសហការគ្នាយ៉ាងម៉េចដែរបានលោកពូខ្ញុំអរគុណលោកពូខ្លាំងណាស់ខ្ញុំមានប្រាក់មួយចំនួនដែរខ្ញុំនឹងយកមកដាក់ទុនជាមួយលោកពូ
ល្អរីករាយសហការ20ឆ្នាំបានកន្លងផុតទៅក្នុងមួយពព្រិចភ្នែកផានិតបានយករូបថតកេសរមនុស្សស្រីជាទីស្រឡាញ់មកមើលពេលនោះមីរ៉ាក៏មកដល់គេពេលនេះអូននៅណាអូនសុខសប្បាយទេបងផាបងធ្វើនេះបានន័យថាម៉េចបងហេតុអីធ្វើបែបនេះដាក់អូន20ឆ្នាំហើយអូនជាប្រពន្ធបង20ឆ្នាំហើយហេតុអីបងមិនអាចបំភ្លេចស្រីម្នាក់នោះហេតុអីបងនៅតែដើររូបថតនាងតាមខ្លួនទៀតក្នុងចិត្តបងអូនមិនអាចជំនួសនាងបានទេមែនទេបងសុំទោសតែអូនក៏ដឹងមុនរៀបការបងមិនបានស្រឡាញ់អូនទេខ្ញុំធ្វើជាប្រពន្ធបងនៅជាមួយបងបង្កើតកូនឲ្យបងនៅមិនស្មើនឹងមនុស្សស្រីម្នាក់ដែលក្បត់បងបោះបង់បងចោលទេមែនទេមុនរៀបការក្រែងអូនជាអ្នកនិយាយមែនទេថាអូនទទួលយកគ្រប់យ៉ាងគ្រប់ទង្វើរបស់បងចុះហេតុអីពេលនេះមកស្រែកដាក់បងមកប្រច័ណ្ឌនឹងបងព្រោះតែរូបថតមួយសន្លឹកនេះផ្ដេសផ្ដាសបងមិនដឹងថាខ្លួនឯងជាអ្នកខុសទេមែនទេខ្លួនមានប្រពន្ធរួចហើយបែរជាយករូបថតមនុស្សស្រីផ្សេងដាក់ជាប់ខ្លួនដែលខ្លួនធ្លាប់ស្រឡាញ់យកមកមើលធ្វើឲ្យប្រពន្ធឈឺចិត្តហើយនៅមិនដឹងខ្លួនទៀតមែនទេធ្វើខ្លួនគួរឲ្យស្អប់ឬបងធ្លាប់បានទៅជួបនាងរួចហើយហាអូននឹងហើយធ្វើខ្លួនគួរឲ្យស្អប់ផ្ដេសផ្ដាសប្រច័ណ្ឌមិនដឹងរឿងបង្ករឿងនឹងរូបថតមកសន្លឹកមុនរៀបការបងមិនបានស្រឡាញ់តែចាប់ពីរៀបការរួចបងក៏មិនដែលធ្វើឲ្យអូនពិបាកចិត្តបងព្យាយាមធ្វើជាប្តីល្អម្នាក់ធ្វើជាប៉ាល្អរបស់កូនតើអូននៅចង់បានអីទៀតបានហើយឈប់និយាយពីរឿងនេះយប់នេះបងដេកនៅបន្ទប់ធ្វើការព្រោះបងមិនចង់ប្រកែកនឹងអូនទេបងហេតុអីមនុស្សនៅជាមួយបងមិនយកចិត្តទុកដាក់មិនខ្វល់ខ្វាយហេតុអីបងទៅស្ដាយមនុស្សស្រីដែលទៅចោលបងទៅវិញហេតុអីក្នុងចិត្តបងមានតែនាងហេតុអីហាបងវិរៈខ្ញុំឃើញបងអង្គុយទីនេះយូរហើយគិតអីហ្នឹងបងក៏ចិត្តតែគិតទៅគិតរឿងពីមុនបងនឹកដល់អ្នកនាងមីរ៉ាមែនទេអ្នកណាទៅអាចបំភ្លេចមនុស្សដែលខ្លួនធ្លាប់ស្រឡាញ់បានទៅមែនឬអត់នេះអូនប្រច័ណ្ឌនឹងបងមែនទេបងមានតែអូនម្នាក់ស្រឡាញ់តែអូនម្នាក់ដឹងទេទម្រាំបានអូនជាប្រពន្ធបងត្រូវចំណាយពេលប្រហែលឆ្នាំបងមិនអោយមនុស្សស្រីដូចជាអូននេះរបូតពីដៃបងដាច់ខាតអ្នកណាក៏មិនអាចដណ្ដើមអូនចេញពីទ្រូងបងបានដែរគ្មានអ្នកណាគេចង់ដណ្ដើមមនុស្សស្រីមុខចាស់ជាងអាយុដូចជាអូនយកទៅធ្វើអីនោះទេអ្នកណាថាប្រពន្ធបងមុខចាស់ប្រពន្ធបងស្អាតបំផុតសម្រាប់បងហេសម្ដីផ្អែមពូកែយកចិត្តមានតែប្តីខ្ញុំម្នាក់ប៉ុណ្ណោះហើយពេលវេលាពិតជាដើរលឿនពិតមែនបងថាអញ្ចឹងទេសុក20ឆ្នាំកន្លងផុតសុកអូននិងបងក៏រៀបការជាមួយគ្នាបាន5-6ឆ្នាំបងមិនគិតទៅរកកូនបងហើយប្រាប់ពីការពិតទេមែនទេច្រើនឆ្នាំមុននេះបងបានត្រឹមតែលួចមើលនាងធំធាត់ពីចម្ងាយពីមុនអូនគិតថាអូននឹងសងការឈឺចាប់ដល់មីរ៉ាឲ្យនាងឈឺចាប់រាប់រយរាប់ពាន់ដងនៅអ្វីដែលនាងបានធ្វើដាក់អូនតែពេលនេះអូនបែរជានឹកដល់ចិត្តកូនអូនខ្លាចការឈឺចាប់ទាំងនេះធ្លាក់លើមេតាអញ្ចឹងហើយបានបងថាអូនជាមនុស្សល្អមេតាជាកូនមីរ៉ានឹងបងតែអូននៅតែខ្លាចនាងឈឺចាប់បងសរសើរចិត្តអូនណាស់បើមីរ៉ាល្អបានតែពាក់កណ្ដាលអូនប្រហែលជាបងមិនបាច់មកអង្គុយបារម្ភពីកូនមេតាបែបនេះនោះទេរឿងមនុស្សធំជាអ្នកបង្កយើងមិនគួរឲ្យក្មេងជាអ្នករងគ្រោះនោះទេណាមួយមេតាជាកូនរបស់បងកូនបងក៏ដូចជាកូនអូនក៏ស្រឡាញ់អាណិតនាងខ្លាំងដែរនាងមិនគួរមានម្ដាយជាមនុស្សចិត្តអាក្រក់ដូចជាមីរ៉ាអូននឹងបំភ្លេចនៅអ្វីដែលមីរ៉ាបានធ្វើដាក់អូនកន្លងមកចុះអរគុណដែលអូនស្រឡាញ់អាណិតកូនស្រីបងវិញក៏នឹងមិនបំភ្លេចក
គំនិតដែលចង់សងសឹកទៅលើមីរ៉ាចោលដែររឿងមេត្តាកូនស្រីបងទុកជាអាចកំបាំងរហូតទៅចុះឲ្យតែនាងរស់នៅមានក្តីសុខទៅបានហើយពេលនោះផានុក៏ដើរចូលមកនេះប៉ាម៉ាក់នាំគ្នានិយាយពីរឿងអីមេត្តាជាកូនប៉ាបានន័យថាមនុស្សស្រីដែលចិត្តអាក្រក់ធ្លាប់ធ្វើបាបប៉ាម៉ាក់ហើយចង់សម្លាប់ប៉ាជាម្ដាយរបស់មេត្តាត្រូវទេត្រូវហើយកូនស្រីអាក្រក់ម្នាក់នោះគឺជាម្ដាយរបស់មេត្តាម៉ាក់និងប៉ាបានដឹងមួយរយៈហើយតែម៉ាក់មិនហ៊ាននិយាយប្រាប់កូនព្រោះដឹងថាកូនមានចិត្តស្រឡាញ់ទៅលើមេត្តាផានុកូនកូនកុំខឹងកុំស្អប់នឹងមេត្តាអីណាកូនមេត្តាមិនបានដឹងរឿងអីទាំងអស់សូម្បីតែនាងជាកូនបង្កើតរបស់ប៉ាក៏នាងមិនដែលដឹងផងនាងគួរឲ្យអាណិតណាស់បើសិនដឹងថាម្ដាយនាងជាមនុស្សអាក្រក់ចង់សម្លាប់ប៉ានិងបំផ្លាញជីវិតទាំងមូលរបស់ម៉ាក់កូនតើនាងនឹងឈឺចាប់ប៉ុណ្ណាទៅប៉ាម៉ាក់កូនស្រឡាញ់មេត្តាខ្លាំងណាស់ខ្លាំងជាងការខឹងការស្អប់ទៅលើលោកស្រីមីរ៉ាតែកូនប្រកាសចិត្តថាលោកស្រីមីរ៉ានឹងជំទាស់ស្នេហារបស់កូនជាដាច់ខាតពេលដែលគាត់ដឹងថាខ្ញុំជានរណាប៉ាដឹងហើយប៉ាក៏ដឹងថាមីរ៉ានឹងធ្វើរឿងអាក្រក់មកលើកូនមកលើគ្រួសារយើងតែប៉ានឹងការពារកូនរបស់ប៉ាទាំងពីរមិនឲ្យជួបរឿងដដែលដូចជាប៉ាម៉ាក់ដាច់ខាតជឿលើប៉ាកូនចោះពិតមែនតែគាត់មិនមែនជាប៉ាបង្កើតតែគាត់ស្រឡាញ់កូនខ្លាំងណាស់កូនលូតលាស់មកបានល្អគឺដោយសារតែដៃទាំងពីររបស់គាត់នឹងទេកូនអូននឹងពុកជាអ្នកផ្ដល់ជីវិតថ្មីឲ្យបងពេលជីវិតបងពិបាកបំផុតគឺបានអូនហើយជាអ្នកជួយបងតាំងពីថ្ងៃនោះមកបងបានប្រគល់ជីវិតឲ្យទៅអូនហើយបងសន្យានៅក្នុងចិត្តថាបងនឹងមើលថែអូនមើលថែពុកឲ្យបានល្អមិនឲ្យអ្នកណាមកមើលងាយធ្វើបាបទេតែស្ដាយដែលពុកឆាប់ទៅចោលពួកយើងពេកបងមិនទាន់បានសងគុណគាត់ផងបងធ្វើបានល្អបំផុតហើយព្រោះតែបងទៅគំនុំនៅក្នុងចិត្តអូនរលាយបាត់ព្រោះតែក្តីស្រឡាញ់របស់បងនឹងហើយប៉ាម៉ាក់ស្រឡាញ់គ្នាផ្អែមល្ហែមនៅមុខកូនបែបនេះធ្វើឲ្យកូនចំណានខ្លាំងណាស់កូនចង់ឲ្យគ្រួសាររបស់យើងមានក្តីសុខបែបនេះរហូតទៅលោកយាយលោកប៉ាអ្នកម៉ាក់នៅជុំគ្នាល្អដល់ហើយមានរឿងអីមែនទេអូគ្មានអីទេកូនប៉ាចាំកូនស្រីប៉ានឹងហើយមកអង្គុយមកកូនលោកយាយមានរឿងអីមែនទេមិនបានជាគ្រប់គ្នាអង្គុយចាំផ្លែកូនបែបនេះម៉ាក់កូនបានធ្វើអីខុសមែនទេមេតាយាយនិងប៉ាម៉ាក់ចៅកំពុងតែនិយាយគ្នារឿងចៅនឹងហើយចៅមានវ័យល្មមរៀបការមានគូសកលហើយយាយគិតថានឹងឲ្យឯងរៀបការសាច់ញាតិឆ្ងាយរបស់យាយគេចង់បានចៅឯងជាកូនប្រសាចៅគិតយ៉ាងម៉េចដែរមិនបានទេលោកយាយចៅមានមនុស្សក្នុងចិត្តរួចហើយកូនគិតនឹងជម្រាបប៉ាម៉ាក់នៅថ្ងៃនេះពួកគាត់ចង់ជួបជុំគ្រួសារយើងនៅថ្ងៃអាទិត្យស្អែកនេះប៉ាម៉ាក់តំណេះដែរទេជាកូនចាស់អ្នកណាក៏មិនដឹងកូនស្គាល់ច្បាស់ដែរទេក្រមានយ៉ាងម៉េចក៏នៅមិនទាន់ច្បាស់បងមិនបានសំខាន់រឿងមានក្របងមានប្រាក់គ្រប់គ្រាន់ហើយឲ្យទៅម្នាក់នោះជាមនុស្សល្អចេះស្រឡាញ់កូនស្រីយើងទៅបានហើយមិនអីទេកូនប្រាប់ឲ្យពួកគាត់មកចុះណាហេតុអីបងចេះតែជំទាស់ចិត្តអូននៅនឹងមុខកូនបែបនេះអូនបារម្ភពីកូនខ្លាចកូនចាញ់បោកគេតែប៉ុណ្ណោះបងមិនគិតជំទាស់នឹងគំនិតអូនបងគ្រាន់តែចង់ឲ្យកូនសម្រេចចិត្តខ្លួនឯងព្រោះជាក្តីសុខរបស់កូនណាម៉ាក់កូននឹងផានុកស្គាល់គ្នា 3-4 ឆ្នាំមកហើយគាត់ជាមនុស្សល្អតែកូនសម្រេចចិត្តរៀបការនឹងគាត់ម៉ាក់សប្បាយចិត្តចុះអញ្ចឹងកូនសុំទៅខាងលើសិនហើយឆាប់ទៅចុះចៅពួកឯងជាប្តីប្រពន្ធនឹងគ្នា20ឆ្នាំហើយនៅឆ្លោះគ្នានឹងមិនទាន់ឆ្អែតទៀតមែនទេយើងពិតជាធុញទ្រាន់នឹងពួកឯងទាំងពីរខ្លាំងណាស់យើងដឹងថាយើងជាអ្នកបង្ខំឯងរៀបការតែឯងជាប្តីជាមេគ្រួសារទំនួលខុសត្រូវទាំងអស់ជារបស់ឯងឈប់នឹកឈប់គិតដល់ស្រីម្នាក់នោះទៀតទៅបានទេកូនម៉ាក់ព្រោះតែពាក្យថាមេគ្រួសារព្រោះតែពាក្យថាទំនួលខុសត្រូវកូនត្រូវរស់ស្ពីការឈឺចាប់ស្
ស្ទើរតែមួយជីវិតកូនទៅហើយម៉ាក់នឹងស្រីម្នាក់នេះធ្វើអីក្រោយខ្នងកូនកុំគិតថាកូនមិនដឹងឲ្យសោះណាម៉ាក់តែកូនទ្រាំកូនមិនធ្វើអីព្រោះតែម៉ាក់ជាម៉ាក់ហើយនាងពីថ្ងៃនេះតទៅកុំគិតចង់ធ្វើអ្វីក្រោយខ្នងខ្ញុំទៀតឲ្យសោះព្រោះខ្ញុំនឹងមិនទ្រាំទៀតជាដាច់ខាតតើបងកំពុងនិយាយពីអីបងកំពុងតែគំរាមខ្ញុំមែនទេបងតែងតែចាប់ប្រកាន់មកលើខ្ញុំបងធ្វើខ្លួនគួរឲ្យស្អប់ការបង្ហាញខ្លួនរបស់កេសរនិងវីរៈលើកនេះធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងគេហេតុអីបានជាអូនទៅវិញតើអូនសុខសប្បាយទេច្រើនឆ្នាំមកនេះតើគេរស់នៅយ៉ាងម៉េចរស់នៅឯណាមែនហើយហេតុអីបានជាពួកអ្នកទៅវិញធ្វើបែបនេះបានន័យថាម៉េចនាងតើនាងចង់សងសឹកយើងមែនទេចេញពីផ្ទះខ្ញុំភ្លាមទៅតើខ្ញុំទៅសងសឹកនឹងពួកលោកស្រីរឿងអីតើពួកលោកស្រីធ្លាប់មានធ្វើអ្វីអាក្រក់ដាក់ខ្ញុំមែនទេបានជាឃើញមុខខ្ញុំហើយភ្ញាក់ផ្អើលយ៉ាងនេះខ្ញុំថាពួកលោកកុំតន់រំជួលចិត្តខ្លាំងពេកយើងនិយាយគ្នាសិនទៅបានទេខ្ញុំគ្មានអីត្រូវនិយាយឆាប់នាំគ្នាចេញពីផ្ទះខ្ញុំភ្លាមខ្ញុំមិនលើកកូនស្រីខ្ញុំទៅឲ្យពួកអ្នកចដាច់ខាតនាងប្រកាសហើយមែនទេកុំភ្លេចរឿងកូនមិនមែនមានសិទ្ធិតែនាងម្នាក់ទេខ្ញុំក៏មានសិទ្ធិសម្រេចដែរឯងនិយាយនេះបានន័យថាម៉េចហេតុអីក៏មិនប្រាប់ពួកយើងនៅបញ្ឆិតបញ្ឈៀងដល់ណាទៀតពិតជាចង់ឲ្យពួកខ្ញុំនិយាយមែនទេតែខ្ញុំគិតថាបើអ៊ំស្រីបានដឹងពីរឿងនេះអ៊ំស្រីមកចដាច់ខ្យល់ស្លាប់មិនខានទេតើនាងចង់ធ្វើអីឆាប់មកតាមខ្ញុំមានរឿងចង់និយាយជាមួយនាងពេលនោះមីរ៉ាក៏អូសដៃកេសរចូលទៅក្នុងបន្ទប់ដើម្បីនិយាយគ្នាតែពីរនាក់ខ្ញុំធ្លាប់ប្រមាននាងម្ដងរួចហើយហេតុអីនាងនៅតែបង្ហាញខ្លួនចំពោះមុខប្តីខ្ញុំនិងខ្ញុំទៀតនាងចង់ស្លាប់ណាស់មែនទេយកល្អនាងឆាប់នាំគ្នាចេញពីទីនេះទាន់ខ្ញុំចិត្តល្អនាងគិតចង់ធ្វើអីលើប្រពន្ធខ្ញុំទៀតខ្ញុំប្រាប់នាងទៅចុះឈប់សាងអាក្រក់ទៀតទៅបើមិនដូច្នោះទេនាងនឹងគ្មានសល់អ្វីទាំងអស់សូម្បីតែកូនការពារគ្នាសម្បើមណាស់ឯងជាអ្នកណាឯងគ្រាន់តែជាកញ្ចាស់យើងតែប៉ុណ្ណោះស្ដាយណាស់យើងមិនគួរផ្លត់ស្នៀតឲ្យឯងនៅមានជីវិតរស់ដល់ថ្ងៃនេះទេកន្លងទៅ20ឆ្នាំនាងនៅតែដដែលនាងអាក្រក់មិនប្ដូរពិតមែនខ្ញុំធ្លាប់ជាកញ្ចាស់នាងខ្ញុំធ្លាប់ជាមនុស្សល្ងងដែលស្រឡាញ់នាងឲ្យនាងបោកប្រាស់គ្រប់យ៉ាងឲ្យនាងសូម្បីតែជីវិតតែពេលនេះខ្ញុំមិនមែនជាអវិរៈកាលពី20ឆ្នាំមុនទេដើម្បីការពារគ្រួសារខ្ញុំដើម្បីមេត្តាកូនស្រីខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីនាងឯងធ្វើអញ្ចឹងមែនទេបើសិនជាគ្រប់គ្នាដឹងបើសិនជាមេត្តាបានដឹងនាងមិនមែនជាកូនបង្ការរបស់បងផានិតតើនាងនឹងមានអារម្មណ៍បែបណានាងស្រឡាញ់ប៉ានាងខ្លាំងណាស់ជាពិសេសបើនាងដឹងថាមនុស្សដែលនាងស្រឡាញ់មនុស្សដែលនាងចង់រៀបការជាមួយជាសាច់ឈាមបង្កើតនឹងនាងតើនាងឈឺចាប់ប៉ុណ្ណាពួកឯងមិនធ្លាប់គិតទេនាងគិតថាគ្រប់គ្នាគេអាក្រក់ដូចជានាងគិតមែនទេខ្ញុំប្រាប់នាងទៅចុះខ្ញុំពិតជាចង់ឲ្យនាងឈឺចាប់វេទនាដោយដែលខ្ញុំធ្លាប់ជួបខ្លាំងណាស់តែដើម្បីសេចក្តីសុខកូនខ្ញុំអាចទម្លាក់កំហឹងនេះចោលបានហើយខ្ញុំប្រាប់នាងមួយរឿងទៀតទៅចុះកូនទាំងពីរមិនបានជាប់សាច់ជាប់ឈាមនឹងគ្នាទេទាំងអស់នេះគឺជាអ្វីដែលនាងបានបង្កឡើងនាងចង់ទម្លាក់ឲ្យអ្នកណាទៀតស្រីអាក្រក់ដូចជានាងសមតែរស់នៅម្នាក់ឯងគ្មានអ្នកណាត្រូវការតោះកេសរយើងត្រឡប់ទៅវិញវីរៈនិងកេសរបើកទ្វារចេញមកផានិតក៏ឈរនៅចំពោះមុខគ្រប់យ៉ាងមិនមែនជាអាចកំបាំងទៀតឡើយព្រោះផានិតបានស្ដាប់ឮទាំងអស់កន្លងមកអ្នកដែលល្ងងជាងគេគឺមានតែខ្ញុំម្នាក់គុណពិតជាគួរឲ្យស្ដាយណាស់មេត្តាកូនស្ដាប់ឮអស់ហើយមែនទេប៉ាមិនមែនជាប៉ាបង្កើតរបស់កូនទេគាត់ទើបជាប៉ាបង្កើតរបស់កូនប៉ាហេតុអីក៏ដូច្នេះម៉ាក់ហេតុអីក៏ម៉ាក់ធ្វើរឿងបែបនេះហេតុអីម៉ាក់ធ្វើអញ្ចឹងដាក់ប៉ាទៅរួចម៉ាក់សុំទោសបងអូនសុំទោសអូនខុសហើយបានហើយថ្ងៃនេះពួកយើងនិយាយគ្នាប៉ុណ្ណឹងចុះពួកលោកអញ្ជើញត្រឡប់ទៅវិញសិនទៅរឿងកូនខ្ញុំមិនជំទាស់ទេមេត្តាកូនទៅជាមួយពួកគាត់2-3ថ្ងៃសិនទៅចុះប៉ាចង់ឲ្យកូនបាននៅចិត្តប៉ាបង្កើតរបស់កូន
កូនយល់ចិត្តប៉ាមែនទីហើយប៉ាក៏មានរឿងច្រើនត្រូវនិយាយជាមួយនឹងម៉ាក់កូនដែរខ្ញុំអរគុណលោកច្រើនណាស់អរគុណដែលលោកមើលថែកូនខ្ញុំបានល្អយ៉ាងនេះអរគុណដែលលោកព្រមឲ្យកូនទៅជាមួយខ្ញុំតោះកូនទៅផ្ទះយើងជាមួយប៉ាតោះអូនយើងត្រឡប់ទៅវិញបងអូនសំទោអូនដឹងពីកំហុសហើយអូនមិនគួរណាធ្វើរឿងបែបនេះទេអូនមិនគួរធ្វើរឿងចឹងដាក់បងទេខ្ញុំមិនគួរល្ងងដល់ទៅ20ឆ្នាំទេខ្ញុំបែរជារស់នៅជាមួយមនុស្សស្រីអាក្រក់សម្បូរទៅដោយល្បិចព្រោះតែក្តីសុខខ្លួនឯងព្រោះតែអ្វីដែលខ្លួនឯងចង់បាននាងប្រើគ្រប់ល្បិចកលសូម្បីតែសម្លាប់មនុស្សក៏នាងហ៊ានធ្វើស្រីពឹសពុលខ្ញុំមិនអាចបន្តរស់នៅជាមួយនឹងនាងទៀតបាននោះទេអូនសំទោបងរួចហើយបងនៅចង់យ៉ាងម៉េចទៀតឬបងចង់លេងលះនឹងអូនតើបងសុខចិត្តមែនហើយខ្ញុំត្រូវការលេងលះនឹងនាងឆាប់ចេញពីផ្ទះខ្ញុំចេញពីជីវិតខ្ញុំមិនត្រូវការស្រីពឹសពុលដូចជានាងនៅក្បែរទេមិនអាចលេងគ្នាជាដាច់ខាតគ្រប់យ៉ាងមកពីបងគ្រប់យ៉ាងអូនធ្វើព្រោះតែអូនស្រឡាញ់បងហេតុអីបានជាបងមិនយល់ស្លាប់ក៏អូនមិនព្រមលេងលះជាមួយបងដែរបងកុំសង្ឃឹមថាបងបានទៅនៅជាមួយនឹងនាងកែសឲ្យសោះបងជារបស់អូនបងជាប្តីរបស់អូនតែម្នាក់គត់ឬទេបងជាកម្មសិទ្ធិរបស់អូនតែម្នាក់គត់ស្រេចតែអូនចុះអូនមិនព្រមលេងនឹងបងក៏បានតែបងនៅផ្ទះនេះតែម្នាក់ឯងព្រោះបងមិនអាចទ្រាំមើលមុខមនុស្សស្រីល្បិចកិច្ចកលពឹសពុលដូចជាអូនបានទេបងចង់ទៅណាបងត្រឡប់មកវិញឬអូនទេឲ្យត្រឡប់មកវិញ20ឆ្នាំមុននេះបងមិនដែលធ្លាប់ស្រឡាញ់អូនម្ដងទេតើមែនទេបានអញ្ចឹងមែនអូនក៏មិនចង់រស់បន្តទៀតដែរអូនរស់នៅមានន័យអីទៀតបើបងមិនត្រូវការអូនទៅហើយនោះជីវិតមួយនេះអូនក៏មិនត្រូវការទៀតដែរមេតាឲ្យម៉ាក់សំទោគ្រប់យ៉ាងជាកំហុសរបស់ម៉ាក់មិនអាចរស់នៅក្នុងការឈឺចាប់បន្តទៀតបានទេកូនម៉ាក់សំទោម៉ាក់សូមបញ្ចប់ជីវិតម៉ាក់ត្រឹមថ្ងៃនេះចុះមីរ៉ាក៏ទាញថ្នាំគ្រាប់មួយដៃធំមកលេបដើម្បីបញ្ចប់ជីវិតខ្លួនឯងមេអូនមកអង្គុយសងំតែម្នាក់ឯងអូននឹកអ្នកផ្ទះមែនទីលោកអង្គុយមកអូនកំពុងគិតមិនដឹងពេលនេះប៉ានឹងម៉ាក់យ៉ាងម៉េចហើយទេអូនបារម្ភពីគាត់ណាស់មែនហើយបងក៏គិតដូចអូនដែរតែយើងមិនអាចធ្វើអីបានទេគ្រប់យ៉ាងទុកឲ្យពួកគាត់ជាអ្នកសម្រេចទៅចុះលោកបងពិតជាសំណាងណាស់ដែលមានប៉ាម៉ាក់ស្រឡាញ់យល់ចិត្តគ្នាយ៉ាងនេះអូនវិញតាំងពីធំដឹងក្តីមកអូនឃើញតែប៉ាម៉ាក់រស់នៅគឺប្រើទឹកមុខដាក់គ្នាមិនចោះសម្រងគ្នាមង្គលការដែលកើតចេញពីការបង្ខំចិត្តវាធ្វើឲ្យមនុស្សពីរនាក់ដែលរស់នៅជាមួយគ្នាឈឺចាប់ទាំងសងខាងស្នេហាបែបនេះវាប្រៀបដូចជាថ្នាំពិសដែលមិនអាចព្យាបាលបានហើយវានឹងចាក់កាន់តែជ្រៅទៅនៅក្នុងបេះដូងយើងបើយើងមិនចេះទប់ស្កាត់ទីបំផុតអ្នកដែលឈឺចាប់ខ្លាំងបំផុតនោះគឺជាយើងខ្លួនឯងដូចជាម៉ាក់អូននៅពេលនេះអញ្ចឹងពេលវេលានេះបើសិនជាគាត់បានដឹងពីកំហុសអាចកាត់បន្ថយចិត្តមានះនឹងការចង់បានហួសព្រំដែនវាគឺនៅមិនទាន់ហួសពេលទេតែបងខ្លាចថាគាត់មិនអាចធ្វើបានព្រមលិខិតពិតជាលេងសើចនឹងជីវិតពួកយើងខ្លាំងណាស់បងខ្លាចតែជាកូនបង្ការរបស់ប៉ាម៉ាក់អូនវិញបែរជាខ្លាចតែជាកូនបង្ការរបស់ប៉ាបងឆាកជីវិតមនុស្សម្នាក់ជួបប្រទះរឿងរ៉ាវនិងបញ្ហាច្រើនណាស់ទាំងរឿងឈឺចាប់និងខកបំណងទោះជាជួបរឿងជួបបញ្ហាច្រើនប៉ុណ្ណាតែបងសន្យាថាបងនឹងនៅជាមួយអូនបងនឹងកំដរអូនឆ្លងកាត់ពេលវេលាទាំងនេះជាមួយគ្នាម៉ា
ហេតុអីក៏ម៉ាក់គិតខ្លីម្ល៉េះហេតុអីបានជាម៉ាក់ទៅចោលកូនម៉ាម៉ាម៉ាកូនស្រីប៉ាគ្រប់យ៉ាងជាកំហុសរបស់ប៉ាថ្ងៃនោះបើប៉ាព្រមចាញ់ម៉ាក់កូនតែបន្តិចបើប៉ាមិនចេញពីផ្ទះម៉ាក់កូនក៏មិនគិតខ្លីដូច្នេះដែរជាកំហុសរបស់ប៉ាសុំទោសកូនប្រុសកុំអត់ទោសខ្លួនឯងអីគឺម៉ាក់ទេជាអ្នកខុសម៉ាក់ជាអ្នកបង្ខំកូនឲ្យរៀបការម៉ាក់ជាអ្នកបំបែកស្នេហាកូននឹងកេសរគ្រប់យ៉ាងជាកំហុសម៉ាក់ទាំងអស់ព្រោះតែភាពលោភលន់របស់ម៉ាក់ធ្វើឲ្យកូនរស់នៅរងទុក្ខលំបាកធ្វើឲ្យចៅរស់នៅរស័ព្ទអណ្ដែតនៅខាងក្រៅអស់ពេល20ឆ្នាំផានុឲ្យយាយសំទោសលោកយាយមិនបាច់សុំទោសចៅនោះទេព្រោះតាំងតែពីតូចរហូតដល់ធំដឹងក្តីចៅរស់នៅបានសុខសប្បាយណាស់លោកប៉ាផ្ដល់ក្តីស្រឡាញ់ដល់ខ្ញុំដូចជាកូនបង្កើតដូច្នេះហើយសូមលោកយាយសប្បាយចិត្តចុះចៅមិនដែលខឹងនឹងលោកយាយនោះទេរឿងដែលកន្លងផុតទៅហើយឲ្យវាផុតទៅចុះលោកយាយនិងប៉ាឈប់កើតទុកទៅឈប់បន្ទោសខ្លួនឯងទៀតទៅបានទេនោះប៉ាមិនបានចិញ្ចឹមមើលថែកូនរហូតដល់ទៅ20ឆ្នាំប៉ាជាប៉ាដែលអត់បានការតែថ្ងៃនេះប៉ាសប្បាយចិត្តខ្លាំងណាស់ពេលដែលឃើញកូនជាមនុស្សល្អយ៉ាងនេះនោះមេត្តាប៉ាស្រឡាញ់កូនទាំងពីរខ្លាំងណាស់ប៉ាសង្ឃឹមថាកូនទាំងពីរនឹងមានក្តីសុខជាមួយគ្នាពេញមួយជីវិតហើយនេះជាអ្វីដែលប៉ាចង់ប្រគល់ឲ្យកូនទាំងពីរពួកកូនទទួលយកចុះចាត់ទុកថាជាកាដូថ្ងៃរៀបការមើលថែគ្នាឲ្យបានល្អណាកូនប៉ាលំបាកស្ទើរមួយជីវិតទៅហើយប៉ាហត់នឿយកូនដឹងលោកប៉ាទុកចិត្តចុះកូននឹងរស់នៅឲ្យបានល្អកូននឹងស្រឡាញ់គ្នាកូននឹងមើលថែអូនមេជំនួសប៉ាមិនបាច់បារម្ភទេកូននោះកូនមេប៉ាសប្បាយចិត្តណាស់ដែលកូនទាំងពីរចេះស្រឡាញ់គ្នាផ្ដាំទៅប្រាប់ម៉ាក់កូនផងថាប៉ាសុំទោសជាតិនេះប៉ាជំពាក់ម៉ាក់កូនច្រើនណាស់ហើយប៉ាសុំឲ្យម៉ាក់កូននិងលោកវីរៈមានសេចក្តីសុខឲ្យបានច្រើនបំផុតអ្នកម៉ាក់កូនសុំម៉ាក់ទៅស្នាក់នៅឯវត្តអារាមមួយរយៈដើម្បីឲ្យចិត្តកូនបានស្ងប់ខ្លះបានកូនធ្វើតាមបំណងកូនទៅចុះណាកូនច្រើនខែបានកន្លងផុតទៅផានុនិងមេត្តាបានរៀបការនិងរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខនិងសុភមង្គលជាទីបំផុតចុងបញ្ចប់យើងខ្ញុំសូមឲ្យបងប្អូនអ្នកទស្សនាគ្រប់រូបមេត្តាកុំជ្រើសរើសប្រើជីវិតដូចជាតួអង្គនាងមីរ៉ាឲ្យសោះចប់ដោយបរិបូរណ៍សូមអរគុណ